Hello 大家好សួស្តីអ្នកនរគ្នាថ្ងៃនេះយើងរៀនអំពីពាក្យតែមួយតែយើងអាចបង្កើតបានទៅជាច្រើន clear ច្រើនប្រយោគអូខេកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមទៅបង្កើតប្រយោគដើម្បីរៀននិយាយទាំងអស់គ្នា Let's go វ៉ាពាក្យនេះប្រែថាខ្ញុំពាក្យនេះយើងអាចបង្កើតclear ទី1មានយើងអាចបង្កើត clear ទី1ដែលយើងអានថា我们មានន័យថាពួកយើងឬក៏ពួកខ្ញុំ clear ទី2ឬក៏ប្រយោគទី2ដែលយើងបង្កើតចេញពីអក្សរវដូចគ្នាដែរគឺ我想មានន័យថាខ្ញុំចង់我មានន័យថាខ្ញុំ想មានន័យថាចង់ឬក៏នឹកគិតប្រយោគទី3ដែលយើងបង្កើតចេញពីពាក្យ我គឺ我爱គឺមានន័យថាខ្ញុំស្រឡាញ់ពាក្យថា我មានន័យថាខ្ញុំ愛មានន័យថាស្រឡាញ់ឬក៏មួយទៀតអាចបកថាចូលចិត្តដែរអូខេប្រយោគទី4ដែលយើងបង្កើតចេញពីអក្សរវគឺប្រយោគ我去មានន័យថាខ្ញុំទៅពាក្យថា我មានន័យថាខ្ញុំ去មានន័យថាទៅ我去ខ្ញុំទៅប្រយោគទី5ដែលយើងយកមកបង្កើតប្រយោគចេញពីអក្សរវគឺពាក្យថាគឺប្រយោគថា我等មានន័យថាខ្ញុំចាំឬក៏ខ្ញុំរងចាំពាក្យថា我មានន័យថាខ្ញុំ等មានន័យថារងចាំ我等ខ្ញុំចាំឬក៏ខ្ញុំរងចាំប្រយោគទី6ដែលយើងយកមកបង្កើតនោះគឺ我恨你មានន័យថាខ្ញុំស្អប់អ្នកពាក្យថា我មានន័យថាខ្ញុំហិនមានន័យថាស្អប់你មានន័យថាអ្នក我恨你ខ្ញុំស្អប់អ្នកប្រយោគទី7ដែលយើងយកមកបង្កើតចេញពីអក្សរវនោះគឺ我不怕មានន័យថាខ្ញុំមិនខ្លាចពាក្យថា我មានន័យថាខ្ញុំពុមានន័យថាមិនផាមានន័យថាខ្លាច不怕មានន័យថាមិនខ្លាច我不怕ខ្ញុំមិនខ្លាចប្រយោគទី8ដែលយើងយកមកបង្កើតចេញពីអក្សរវនោះគឺ我懂你មានន័យថាខ្ញុំយល់ពីអ្នកពាក្យថា我មានន័យថាខ្ញុំ懂មានន័យថាយល់你មានន័យថាអ្នក我懂你ខ្ញុំយល់ពីអ្នកប្រយោគទី9ដែលយើងបង្កើតចេញពីអក្សរវនោះគឺ我需要你មានន័យថាខ្ញុំត្រូវការអ្នកពាក្យថា我មានន័យថាខ្ញុំ需要មានន័យថាត្រូវការ你មានន័យថាអ្នក我需要你ខ្ញុំត្រូវការអ្នកប្រយោគទី10ដែលយើងបង្កើតចេញពីពាក្យថា我នោះគឺ我喜欢你មានន័យថាខ្ញុំចូលចិត្តអ្នក我喜欢你ខ្ញុំចូលចិត្តអ្នកពាក្យថា我មានន័យថាខ្ញុំ喜欢មានន័យថាចូលចិត្ត你មានន័យថាអ្នក我喜欢你ខ្ញុំចូលចិត្តអ្នកប្រយោគទី11ដែលបង្កើតចេញពីពាក្យ我នោះគឺ有人在乎我មានន័យថាមានមនុស្សខ្វល់ពីខ្ញុំឬក៏យើងអាចបកមកបែបទៀតមានថាមានអ្នកខ្វល់ពីខ្ញុំអូខេពាក្យថា有មានន័យថាមាន人មានន័យថាមនុស្ស
chạyមានន័យថាអូខេចៃហ៊ូមានន័យថាខ្វល់វមានន័យថាខ្ញុំ柔人ចៃហ៊ូវមានមនុស្សឬក៏មានអ្នកខ្វល់ពីខ្ញុំអូខេហើយតើអ្នកនរគ្នាវីដេអូដែលបង្កើតប្រយោគចេញពីពាក្យថាវនេះគឺយើងដល់ទីបញ្ចប់សង្ឃឹមអ្នកនរគ្នាចេះពាក្យមួយបង្កើតប្រយោគបានច្រើនបែបយ៉ាងបែបនេះអ្នកនរគ្នារៀនឲ្យបានស៊ីជម្រៅព្យាយាមប្រឹងប្រែងអាសាមើលឲ្យបានច្រើនអូខេសង្ឃឹមថាអ្នកនរគ្នារៀនឆាប់ចេះអូខេជួបគ្នាវីដេអូក្រោយបាយចៃជៀន